សួស្តីអ្នកនរគ្នាខ្ញុំមានលំហាត់ Expo មួយដែលលំហាត់នេះគឺពេញនិយមខ្លាំងហើយខ្ញុំនឹងដោះស្រាយលំហាត់នេះជូនអ្នកនរគ្នាតាមលក្ខណៈបាទងាយដើម្បីដោះស្រាយឲ្យបានចម្លើយកាន់តែលឿនគឺអ្នកនរគ្នាអាចគុណនឹងកន្សោមនៃអង្គសងខាងហ្នឹងជាមួយនឹងកតានេះក៏បានឬក៏កតានេះក៏បានដែរហ្នឹងហើយអញ្ចឹងយើងអាចគុណទៅឥឡូវខ្ញុំគុណអង្គសងខាងនឹងកតាមួយនេះបាទអញ្ចឹងយើងបានអីគេយើងបាន3ដកឲ្យ2ឬទី2នៃ2ហ្នឹងយើងគុណទៅយើងបានទៅជា 2x ហ្នឹងហើយបូកហ្នឹងអានេះគឺយើងបាន x គុណជាមួយនឹងកតាមួយទៀតគឺ3ដកជាមួយនឹង2ឬទី2នៃ 2x ហើយអង្គទី2នេះគឺយើងគុណប៉ុណ្ណឹងដែរបាទហ្នឹងហើយអញ្ចឹងអ្នកនរគ្នាទុកនេះនឹងដែរសិនមកអានេះគឺយើងអាចរក្សាស្វ័យគុណ x នេះរួមហើយយើងបាន3ការ៉េដកឲ្យ2ឬទី2នៃ2លើកជាការ៉េចេះមកហ្នឹងហើយស្មើនឹង6អានេះ3ដកឲ្យ2ឬទី2នៃ2ស្វ័យគុណ x អញ្ចឹង3ដកឲ្យ2ឬទី2នៃ2ស្វ័យគុណ 2x បូកហ្នឹងអានេះគឺវាទទួលបាន9ដកឲ្យ8ហ្នឹងស្មើនឹង1ស្វ័យគុណ x គឺនៅ1ដែរអញ្ចឹងខ្ញុំដាក់ឡើងនឹង1ទៅហ្នឹងហើយឥឡូវយើងតាំងបាទខ្ញុំតាំងឥឡូវយើងតាំងអីក៏បានដែរបាទឥឡូវខ្ញុំតាំងអញ្ញត្តិទេស្មើនឹង3ដកឲ្យ2ឬទី2នៃ2ស្វ័យគុណ x តែទេរបស់យើងនេះគឺត្រូវតែរកឲ្យឃើញថាវាធំជាង0ហ្នឹងហើយយើងយកតែតម្លៃទេដែលវាធំជាង0នេះសម័យកាលថ្មីខ្លះជាទៀតទេការ៉េបូកឲ្យ1ស្មើនឹង6ទេហ្នឹងហើយអញ្ចឹងយើងដោះស្រាយទៅអ្នកនរគ្នាប្រហែលជាចេះដោះស្រាយសម័យកាលដឺការ៉េទី2ហ្នឹងហើយអត់មានអីពិបាកទេអញ្ចឹងខ្ញុំដាក់ចម្លើយរបស់យើងយកតែម្ដងទៅទេរបស់យើងគឺវាស្មើជាមួយនឹង3ដក2ឬទី2នៃ2 1ហ្នឹងហើយនឹងមួយទៀតគឺទេរបស់យើងគឺវាស្មើនឹង3បូកឲ្យ2បាទឬទី2នៃ2ហ្នឹងហើយអញ្ចឹងទេរបស់យើងគឺវាមានចម្លើយ2ហ្នឹងឥឡូវខ្ញុំដាក់ទេ1ហើយនេះទេ2ចឹងមកហ្នឹងហើយអញ្ចឹងយើងយកវាទៅពិភាក្សាម្ដងមួយទៅព្រោះទេរបស់យើងតម្លៃវាសិតតែធំជាង0ណាហ្នឹងហើយអញ្ចឹងបើចំពោះករណីទេរបស់យើងស្មើជាមួយនឹង3ដកឲ្យ2ឬទី2នៃ2នេះអញ្ចឹងនាំឲ្យសម័យកាលរបស់យើងនេះគឺយើងមើលនេះគឺយើងបានអីគេ3ដកឲ្យ2ឬទី2នៃ2ស្វ័យគុណ x នេះស្មើនឹង3ដកឲ្យ2ឬទី2នៃ2នេះអញ្ចឹងអាហ្នឹងវាតាមពិតទៅវាស្វ័យគុណ1ឯងអញ្ចឹងចំពោះ Expo មានគោលដូចគ្នាយើងកាត់គោលចោលយើងយកនេះតួសងស្មើតួសងអញ្ចឹង x ស្មើ1ជាឫសរបស់សម័យកាល1ឯងហើយចំពោះករណីដែលទេរបស់យើងស្មើនឹង3បូកឲ្យ2ឬទី2នៃ2ចាអាហ្នឹងយើងបានសម័យកាលរបស់យើងបាទស្មើនឹងចេះហ្នឹងហើយអញ្ចឹងអ្នកនរគ្នាទៅដោះស្រាយរកចម្លើយដូចគ្នាអញ្ចឹងខ្ញុំដាក់អានេះ3ឥឡូវយើងដាក់អង្គទី1នៅដែលអញ្ចឹងយើងធ្វើម៉េចឲ្យអាគោលនេះដូចជាមួយនឹងអានេះអញ្ចឹងខ្ញុំអាចសេអានេះទៅជាចេះណាហ្នឹងហើយហើយបើយើងគុណនឹងកន្សោមឆ្លាស់ហើយយើងស៊ីសងទៅគឺវាពិតមែនណាហ្នឹងអ្នកនរគ្នាអាចសាកល្បងបានព្រោះណាកន្លែងហ្នឹងខ្ញុំកាត់បន្តិចណាបាទមិនចង់ចំណាយពេលសេឲ្យវាវែងហើយយើងអាចសេតទៅទៀតគឺយើងសេបានចេះមកអានេះគឺយើងលើកវាទៅលើទៅជាស្វ័យគុណដក1ហ្នឹងហើយអញ្ចឹងយើងមានគោលដូចគ្នាយើងទាញបាន x ស្មើដក1ហ្នឹងវាជាឫសរបស់សមីការដែរ
ចឹងឬរបស់សមីការគឺនេះមួយហើយហ្នឹងអានេះមួយណាបាទឬក៏យើងដាក់ដូចនេះទៅបាទ x ស្មើ1ហើយនឹង x មួយទៀតគឺស្មើដក1ហ្នឹងហើយអញ្ចឹងយើងបានបញ្ចប់លំហាត់យើងត្រឹមប៉ុណ្ណឹងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយអូខេបាយ